រឿងចង់ខុសជំនាញនៅក្នុងព្រៃក្រាស់មួយមានសត្វរស់នៅជាច្រើនប្រភេទរៀងរាល់ខែសត្វទាំងអស់នោះតែងតែមកជួបជុំគ្នាដើម្បីពិភាក្សាដោះស្រាយបញ្ហានិងរៀបចំខ្លួនដើម្បីត្រៀមទប់ទល់នឹងគ្រោះវិបត្តិដែលអាចកើតឡើងនាពេលថ្ងៃខាងមុខថ្ងៃមួយក្នុងគណៈដែលសត្វព្រៃទាំងឡាយកំពុងជជែកវែកញែកគ្នាឡើងតឹងសរសៃកនោះក៏មានស្វាមួយក្បាលបានដើរចូលទៅកណ្ដាលវងជំនុំរួចចាក់ក្បាច់រាំក្រមិចក្រមើមក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងដែលកំពុងតែកើតមាននាពេលនោះផងដែរពេលឃើញស្វារាំចាក់ក្បាច់ធ្វើឲ្យសត្វទាំងអស់ទប់សំណើចមិនបានបែបនេះសត្វទាំងនោះក៏នាំគ្នារីករាយពេញចិត្តនឹងធ្វើឲ្យបរិយាកាសបានប្រែទៅជាធូរស្រាលឡើងវិញទៅចំណែកសត្វអូតពេលដែលឃើញស្វាមានប្រជាប្រិយបែបនេះវាក៏កើតក្តីច្រណែនមួយរំពេចហើយចង់ឲ្យគេកើតសរសើរខ្លួនឯងខ្លះផងទើបខំចូលខ្លួនទៅកណ្ដាលវងរាំលោតកញ្ឆេងទៅតាមដំណើររបស់សត្វស្វាប៉ុន្តែដោយសារតែខ្លួនវាធំក្រមឹងក្រមាំងស្ពឹកមិនរវិះរវៃដោយស្វាមើលទៅបែរជាខុសទំនងធ្វើឲ្យសត្វដទៃទើសចិត្តជាខ្លាំងហើយក៏នាំគ្នាដេញអូតឲ្យចេញពីទីប្រជុំជននោះទៅក្នុងន័យនេះមនុស្សម្នាក់មានជំនាញផ្សេងពីគ្នាការចុចចេះធ្វើអ្វីដែលមិនមែនជាជំនាញរបស់ខ្លួនអាចនឹងហុចផលអាក្រក់ច្រើនជាងផលល្អទៅវិញទេ